យុវជនម្នាក់បាញ់ឃ្លីបដេកជាមួយសង្សារទៅឲ្យម្ដាយរបស់នាងមើលម៉ែខឹងប្តឹងដាក់គុកជនសង្ស័យម្នាក់បាននាំសង្សារឡើងផ្ទះសំណាក់ជាញឹកញាប់ហើយបានថតវីដេអូអំពីសកម្មភាពនៅលើក្រែទៅឲ្យម្ដាយរបស់នាងមើលហើយគំរាមកំហែងទៅលើគាត់ថែមទៀតរហូតធ្វើឲ្យគាត់អត់ទ្រាំនឹងទង្វើដ៏ប្រហើននេះលេងបានក៏ប្តឹងទៅសមត្ថកិច្ចឲ្យចោទទៅអូសកកាលពីវេលាម៉ោង 8:50 នាទីយប់ថ្ងៃទី 26 ខែឧសភាឆ្នាំ 2025 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលហើយបច្ចុប្បន្នមន្ត្រីជំនាញកំពុងតែដំណើរការតាមនីតិវិធីរកកន្លែងឲ្យគាត់ហូបបាយស្រាប់មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថានៅមុនពេលគាត់ខ្លួនជនសង្ស័យឈ្មោះមានឆែបសុខៀងអាយុ 21 ឆ្នាំមានមុខរបរជាបុគ្គលិកក្រុមហ៊ុនមួយនៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញមានទំនាក់ទំនងស្នេហាជាមួយនឹងនារីរងគ្រោះឈ្មោះករ៉ូអាយុ 17 ឆ្នាំមានមុខរបរនៅផ្ទះរស់នៅខេត្តកណ្ដាលចាប់តាំងពីឆ្នាំ 2022 មកម្លេះទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរនាក់កាន់តែមានភាពល្អក្អើនពីមួយថ្ងៃទៅមួយថ្ងៃរហូតឈានដល់ការដឹកដៃគ្នាឡើងលេងល្បែងក្រឡាប់កាប់ផ្ងាតនៅក្នុងផ្ទះសំណាក់ជាញឹកញាប់ថែមទៀតផងប៉ុន្តែរាល់ការរួមភេទម្ដងជនសង្ស័យតែងតែលួចបង្កប់កាមេរ៉ាថតជាឃ្លីបវីដេអូសម្រាប់ទុកមើលប្រភពដដែលបានបន្តទៀតថាក្រោយពេលឃើញកូនស្រីចេះតែចេញទៅក្រៅបាត់ជាញឹកញាប់ធ្វើឲ្យស្ត្រីជាម្ដាយមានការសង្ស័យហើយចាប់ផ្ដើមអង្កេតនឹងតាមដានមើលក៏ដឹងថាកូនស្រីរបស់គាត់មានទំនាក់ទំនងស្នេហាជាមួយនឹងជនសង្ស័យទើបគាត់បានហាមឃាត់ពួកគេទាំងពីរនាក់មិនឲ្យជួបគ្នាបន្តទៀតដោយសារតែបញ្ហានេះបានធ្វើឲ្យជនសង្ស័យមានការខឹងសម្បារនិងចងជាគំនុំគុំគុននៅក្នុងចិត្តលុំមកដល់វេលាម៉ោង 8:50 នាទីយប់ថ្ងៃទី 21 ខែឧសភាឆ្នាំ 2025 ជនសង្ស័យបានបាញ់ឃ្លីបវីដេអូនៃការរួមភេទរបស់ពួកគេជាមួយនឹងនារីរងគ្រោះកាលពីកន្លងមកចូលទៅ Telegram ទូរស័ព្ទរបស់ម្ដាយនារីរងគ្រោះលើសពីនេះទៅទៀតជនសង្ស័យថែមទាំងបានគំរាមកំហែងទៅដល់ម្ដាយរបស់នារីរងគ្រោះថាប្រសិនបាននៅតែបំបែកបំបាក់និងមិនឲ្យនារីរងគ្រោះមកជួបគេបន្តទៀតនោះទេគេនឹងបង្ហោះឃ្លីបវីដេអូអាហារភាពរបស់កូនស្រីគាត់នៅលើបណ្ដាញសង្គមដើម្បីឲ្យខ្មាស់មនុស្សម្នាផងទាំងពួងតែម្ដងប្រភពព័ត៌មានដដែលបានបន្តថាដោយសារតែជនសង្ស័យមានចរិតប្រហើនបែបនេះទើបធ្វើឲ្យម្ដាយរបស់នារីរងគ្រោះមិនអាចអត់ទ្រាំបានហើយបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីស្នើសុំអន្តរាគមន៍ពីសមត្ថកិច្ចបន្ទាប់ពីមានពាក្យបណ្ដឹងបែបនេះសមត្ថកិច្ចក៏បានចោទទៅឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរជនសង្ស័យបានសារភាពថារូបគេពិតជាបានដេកជាមួយនារីរងគ្រោះនិងបានបង្កប់ទូរស័ព្ទលួចថតជាវីដេអូទុកមើលហើយបានផ្ញើវីដេអូនោះតាមបណ្ដាញសង្គម Telegram ទៅឲ្យម្ដាយរបស់នារីរងគ្រោះព្រមទាំងបានគំរាមកំហែងដោយការចាប់ប្រកាន់ពិតប្រាកដមែនក្រោយពេលសាកសួរតាមនីតិវិធីរួចហើយសមត្ថកិច្ចជំនាញកំពុងតែកសាងសំណុំរឿងរបស់ជនសង្ស័យបញ្ជូនទៅកាន់សាលាដំបងខេត្តកណ្ដាលដើម្បីចោទប្រកាន់និងផ្ដន្ទាទោសតាមច្បាប់ពិតប្រាកដមែន